តតែស្លាប់ទៅទើបខ្ញុំដឹងថាខមមិនដែលខ្ញុំឃើញការនៅរស់គឺសុទ្ធតែជាស្នាដៃកូនស្រីខ្លាំងៗម៉ាក់មានជំងឺក្រពះសោះមិនប្រាប់ឲ្យខ្ញុំយកកូកាត្រជាក់ឲ្យគាត់ឲ្យកាត់ខ្មៅសោះមិនប្រាប់ឲ្យខ្ញុំបដិសេធបងប្រុសចូលចិត្តឆ្មាសោះមិនប្រាប់ឲ្យខ្ញុំទិញឆ្កែឲ្យគាត់ខ្ញុំជឿតាមទាំងអស់រហូតធ្វើឲ្យគេឯងស្អប់ខ្ញុំក៏បាក់ទឹកចិត្តរហូតលោតសម្លាប់ខ្លួនលុះបើកភ្នែកឡើងវិញខ្ញុំក៏បានកើតឡើងវិញនៅថ្ងៃដែលឃើញខមមិនដំបូងម៉ាក់ទើបតែហាត់ប្រាណរួចខមមិនប្រាប់ថាតួអាក្រក់ត្រូវយកកូកាត្រជាក់ដែលម៉ាក់ចូលចិត្តទៅឲ្យគាត់ម៉ាក់ប្រកាសជាស្រឡាញ់កូនស្រីបង្កើតដែលដឹងចិត្តម្នាក់នេះស្លាប់ហើយឯកូនស្រីខ្លាំងខ្លាយឈរនៅមិនឆ្ងាយធ្វើមុខរងចាំមើលរឿងភាគល្អមើលប៉ុន្តែលើកនេះខ្ញុំថែមទាំងបានឃើញការសន្ទនារវាងឆាយៀតនិងប្រព័ន្ធរបស់នាងម្ចាស់ប្រព័ន្ធអ្នកប្រកាសទេថាត្រូវតែឲ្យឆាយខូយកកូកាត្រជាក់ឲ្យម៉ាក់នាងផឹកមែនទេប្រយ័ត្នអាចគ្រោះថ្នាក់ដល់ជីវិតខ្លាចអីស្លាប់ទៅកាន់តែល្អគាត់មិនមែនតែងតែមានវិបត្តិសារីជាមួយកូនស្រីបង្កើតទេឲ្យគាត់ស្លាប់ក្រោមដៃកូនស្រីបង្កើតគាត់ច្បាស់ជាសប្បាយចិត្តណាស់និយាយរួចឆាយៀតក៏ដើរមកពីក្រោយខ្ញុំបង្ហាញទឹកមុខចង់សើចចំអងចាំមើលរឿងភាគជាតិមួយនេះខ្ញុំមិនឲ្យនាងសំបំណងទៀតឡើយគិតដល់ត្រឹមនេះខ្ញុំក៏ដើរសម្ដៅទៅក្រៅភូមិគ្រឹះឆាយៀតឃើញខ្ញុំរៀបដល់ចេញក៏ប្រញាប់សួរថាឆាយខូឯងទៅណានឹងខ្ញុំទៅទិញកូកាត្រជាក់ឲ្យម៉ាក់ខ្ញុំចាំថានៅក្រៅភូមិគ្រឹះមានម៉ាត់មួយម៉ាត់នៅក្រៅភូមិគ្រឹះឆ្ងាយពីផ្ទះប៉ុន្មានគីឡូម៉ែត្រឯណោះចាំខ្ញុំដើរទៅទិញមកវិញម៉ាក់ដែលរត់ហាត់ប្រាណប្រហែលជាកក់សក់អាប់នឹងចេញទៅធ្វើការបាត់ហើយប្អូនស្រីនៅផ្ទះមានកូកាតាមែនហោខ្ញុំរកមិនឃើញសោះរកមិនឃើញមែនទេឯងទៅមកវិញមិនទាន់ស្គាល់ផ្ទះច្បាស់ចាំទីនេះហើយចាំបងទៅយកនិយាយរួចឆាយៀតក៏ទៅយកកូកាបន្ទាប់ពី30វិនាទីឆាយៀតក៏កាន់ដបកូកាមួយដើរចេញមករួចហុចកូកានោះមកឲ្យខ្ញុំពេលនោះម៉ាក់ដែលរត់ហាត់ប្រាណក៏ត្រឡប់មកវិញខ្ញុំបង្អាក់បន្តិចរួចយកកូកាត្រជាក់ទៅឲ្យម៉ាក់ធ្វើមុខពិបាកចិត្តរួចសួរថាឆាយខូនេះឲ្យម៉ាក់មែនទេម៉ាក់ខ្ញុំមានជំងឺក្រពះមិនផឹកភេសជ្ជៈមានហ្គាសទេកាន់តែមិនអាចផឹករបស់ត្រជាក់មុនខ្ញុំមិនបានដឹងរឿងទាំងនេះទេដោយសារជាតាមក្មិនខ្ញុំបានយំអង្វរថែមទាំងយកជីវិតមកគំរាមឲ្យម៉ាក់ផឹកវាឲ្យអស់ម៉ាក់មានអារម្មណ៍ខុសចំពោះខ្ញុំឃើញខ្ញុំយំគាត់ក៏ចិត្តទន់ដើម្បីលួងខ្ញុំគាត់ក៏ផឹកកូកាត្រជាក់នោះចូលទៅបន្ទាប់មកម៉ាក់ក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យហើយចិត្តស្លាប់ទៀតផងក្រោមការណែនាំរបស់ក្មិនរឿងល្ងងបែបនេះខ្ញុំបានធ្វើមួយហើយមួយទៀតគិតដល់ត្រឹមនេះខ្ញុំចង្អុលទៅឆាយៀកហើយញឹមបែបស្លូតបូតប្រាប់ម៉ាក់ថាចាឲ្យម៉ាក់នឹងម៉ាក់រត់ហត់ប្រកាសជាក្តៅខ្ញុំចង់យកអីត្រជាក់ឲ្យម៉ាក់បងយៀកក៏ឲ្យអានឹងមកខ្ញុំឲ្យយកមកឲ្យម៉ាក់ក្រៅពីខ្ញុំដែលមិនបានធំធាត់នៅផ្ទះត្រកូលឆាយអ្នកផ្ទះផ្សេងទៀតសុទ្ធតែដឹងថាម៉ាក់មានជំងឺក្រពះឆាយៀកក៏រឹតតែដឹងច្បាស់ដូច្នេះពេលឬខ្ញុំនិយាយម៉ាក់ក៏សម្លឹងទៅឆាយទាំងជ្រួញចិញ្ចើមឆាយៀតដែលនឹកស្មានមិនដល់ថាខ្ញុំទម្លាក់កំហុសទៅលើនាងក៏ធ្លាក់ក្នុងភាពស្រឡាំងកាំងពេលប្រជុំមុខនឹងកែវភ្នែកសង្ស័យរបស់ម៉ាក់ឆាយៀតភ័យស្លន់ស្លោក្រវីដៃថាមែននាងឲ្យខ្ញុំយកតាប៉ុន្តែការបកស្រាយបែបនេះរឹតតែធ្វើឲ្យរឿងកាន់តែអាក្រក់ខ្ញុំយកកូកាត្រជាក់ឲ្យម៉ាក់គឺដោយសារមិនដឹងរឿងតែឆាយៀតដឹងច្បាស់ស្ទើរអីបែរជាយកមកឲ្យខ្ញុំយកទៅឲ្យធ្វើឲ្យគេពិបាកមិនសង្ស័យពីចេតនាពិតប្រាកដរបស់នាងម៉ាក់មិនបានសម្លឹងមើលឆាយៀតទៀតទេតែបែរជាពន្យល់ខ្ញុំដោយទន់ភ្លន់ថាសុំទោសណាឆាយខូក្រពះម៉ាក់មិនល្អមិនអាចផឹករបស់ត្រជាក់ទេខ្ញុំប្រញាប់យកកូកាត្រជាក់មកវិញរួចថាសុំទោសខ្ញុំចាំហើយលើកក្រោយខ្ញុំមិនយកអានឹងឲ្យម៉ាក់ផឹកទៀតទេអរគុណឆាយខូដែលបារម្ភម៉ាក់ស្រឡាញ់កូនណានិយាយរួចម៉ាក់ក៏កាន់ដៃខ្ញុំដើរចូលទៅក្នុងផ្ទះឃើញខ្ញុំនិងម៉ាក់ដើរចេញទៅឆាយៀតក៏និយាយទៅកាន់ប្រព័ន្ធម្ដងទៀតថាញ៉ាក់មិនមួយទៀតទៅឲ្យឆាយខូទៅប្រាប់ថាតួអាក្រក់ត្រូវតែឲ្យម្ដាយផឹកកូកានេះបើមិនអញ្ចឹងទេតួអាក្រក់នឹងស្លាប់អ្នកផ្ទះទាំងមូលក៏ស្លាប់ដែរបន្ទាប់ពីឆាយៀតចេញបញ្ជាទៅប្រព័ន្ធរួចខ្ញុំក៏បានឃើញខមិនសាជាថ្មីហានៅចង់ធ្វើបាបខ្ញុំទៀតហោខ្ញុំងាកទៅមើលឆាយៀតមួយភ្លែនោះខ្ញុំឃើញប្រព័ន្ធរបស់ឆាយៀតប្រកាសប្រាប់នាងថាគោលដៅខមិនត្រូវគេស្អប់ទេម្ចាស់ប្រព័ន្ធបរាជ័យបេសកកម្មកម្រិតក្តីស្រឡាញ់របស់ម្ដាយថយចុះ10ពិន្ទុការបន់ស្រន់របស់ម្ចាស់ប្រព័ន្ធចង់បានឪពុកម្ដាយបង្កើតដែលមានលុយជាងឆាយខូមិនបានសម្រេចទេតាមពិតឆាយៀកបំបែកបំបាក់ខ្ញុំនឹងគ្រួសារដើម្បីអាចបន់ស្រន់សុំបំណងពីប្រព័ន្ធតាំងពីជាតិមុនខ្ញុំធ្វើតាមខមិនប្រាប់បន្ទាប់ពីម៉ាក់ចូលមន្ទីរពេទ្យស្រាប់តែមានប្តីប្រពន្ធមួយគូដែលមានជាងគ្រួសារខ្ញុំមកហាប្រាប់ថាជាឪពុកម្ដាយបង្កើតរបស់ឆាយៀកពេលនោះឆាយៀកខំថ្មិញរត់តាមមកខិតខំកាយខៃក្តីស្រឡាញ់របស់ម៉ាក់មកលើនាងម៉ាក់សុំទោសបាញ់មិញខ្ញុំភ្លេចមួយភ្លែខ្ញុំពិតជាមិនបានចិត្តណាទេប៉ុន្តែម៉ាក់មិនខ្វល់ពីនាងតតែសោះបន្ទាប់ពីមកផ្ទះបានប៉ុន្មានថ្ងៃប៉ាម៉ាក់ក៏យកលិខិតទទួលចូលរៀននៅសាលា KN មកឲ្យខ្ញុំឆាយខូសាលា KN ជាសាលាអ្នកមានដ៏ល្អបំផុតនៅទីនេះប៉ារបស់កូនប្រឹងរត់ការយ៉ាងច្រើនចំណាយលុយអស់មិនតិចទេទើបបញ្ចូលកូនបានកូនត្រូវតែខំរៀនណាម៉ាក់ខ្ញុំទើបតែនិយាយរួចខមិនក៏លេចឡើងសារជាថ្មីតួអាក្រក់គុំយកលិខិតនោះគុំទៅរៀននៅសាលា KN ឲ្យសោះទីនោះមិនមែនជាកន្លែងដែលក្មេងជនបទដូចឯងអាចតាមទាន់ឡើយឯងនឹងត្រូវគេមើលងាយខ្លាំងពីតួអាក្រក់ដូចអាចធ្វើឲ្យអាម៉ាស់មុខប៉ាម៉ាក់ហើយនឹងត្រូវត្រកូលឆាយដេញចេញពីផ្ទះតួអាក្រក់ទៅរៀននៅវិទ្យាល័យភូភិងទៅល្អជាងពីតួរបស់ឯងនៅសាលានោះប្រកាសជាជាប់លេខ1ហើយសាលាភូភិងនៅជិតផ្ទះទៀតសាលានៅទីក្រុងធំមានការធ្វើបាបច្រើនណាស់នៅជិតផ្ទះទើបមានសុវត្ថិភាពជាតិមុនខ្ញុំជឿតាមក្មិនបដិសេធសាលា KN ទោះបីជាប៉ាម៉ាក់អង្វរយ៉ាងណាក៏ខ្ញុំមិនស្ដាប់ជ្រើសរើសវិទ្យាល័យភូភិងតាមក្មិនខ្ញុំពិតជាដូចអ្វីដែលគ្មិនប្រាប់មែនបានខ្លាយជាសិស្សលេខ1នៅសាលាភូភិងតែពីលេខ2ចុះមិនមានប៉ុន្មានអ្នកប្រឡងជាប់នោះទេហើយអ្វីដែលសំខាន់បំផុតនោះថ្ងៃដំបូងដែលខ្ញុំទៅរៀនខ្ញុំត្រូវគេធ្វើបាបពួកវាទាញខ្ញុំចូលបន្ទប់ទឹកហើយថតវីដេអូគំរាមខ្ញុំមិនឲ្យប្រាប់អាណាព្យាបាលឬប្រាប់គ្រូឡើយបើប្រាប់ពួកវានឹងផុសលើអ៊ីនធឺណិតជាតិមួយនេះខ្ញុំមិនជួបរឿងអាម៉ាស់និងឈឺចាប់ទាំងនោះទៀតទេគិតដល់ត្រឹមនេះខ្ញុំក៏ទទួលយកលិខិតចូលរៀនសាលា KN ហើយនិយាយទៅកាន់ម៉ាក់យ៉ាងសមរម្យថាអរគុណម៉ាក់ខ្ញុំនឹងខំរៀន
ឃើញខ្ញុំទទួលយកលិខិតចូលរៀនមុខរបស់ឆាយយៀកក៏ប្រែជាស្ពឹកភ្លាមព្រមមិនបានក៏និយាយថាឆាយខូសាលា KN សុទ្ធតែជាអ្នកពូកែឯងប្រយ័ត្នរៀនមិនទាន់គេណាដល់ពេលរៀនពិបាកខ្លាំងមិនល្អទេលឺនាងនិយាយបែបនេះប៉ាម៉ាក់ក៏សម្លឹងមកខ្ញុំនិយាយយ៉ាងម៉ឺងម៉ាត់ថាខ្ញុំនឹងប្រឹងប្រែងបើមិនទាន់គេខ្ញុំនឹងរៀនបន្ថែមឆាយយៀកនៅចង់និយាយអីទៀតលើកនេះម៉ាក់កាត់សម្ដីនាងទាំងមិនពេញចិត្តថាឆាយខូមានការតាំងចិត្តបែបនេះគឺល្អហើយឯងរៀនពិបាកនៅសាលា KN មិនមែនបានន័យថានាងពិបាកដែរទេពិន្ទុនាងល្អណាស់មែនហើយមិនទាន់ចាប់ផ្ដើមផងមិនក៏ដកថយឆាយយៀកថ្ងៃក្រោយគុំនិយាយពាក្យបាក់ទឹកចិត្តបែបនេះទៀតឃើញប៉ាម៉ាក់តម្រង់ការស្ដីបន្ទោសមកលើខ្លួនឆាយយៀកក៏មិនហ៊ានមាត់នាងហៅប្រពន្ធយ៉ាងប្រញាប់ប្រញាល់ថាមានរឿងអីហ្នឹងហេតុអ្វីបានជាឆាយខូថោកទាបម្នាក់នេះគ្មានប្រតិកម្មអីសោះប្រពន្ធគ្មិនឯងមានបញ្ហាមែនទេឬមួយនាងមើលមិនឃើញមិនអាចទេគ្មិនគ្មានបញ្ហាអ្វីឡើយខ្ញុំប្រកាសថាឆៃខូមើលឃើញអញ្ចឹងល្អហើយប្រពន្ធរំលឹកគោលដៅមិនត្រូវគ្រួសារស្អប់ទេម្ចាស់ប្រពន្ធបរាជ័យលើកទី2បំណងប្រាថ្នារបស់ម្ចាស់ប្រពន្ធចង់បានសមត្ថភាពរៀនពូកែជាងឆៃខូមិនបានសម្រេចក្តីស្រឡាញ់របស់អ្នកផ្ទះឆៃមកលើម្ចាស់ប្រពន្ធថយចុះ10ពិន្ទុបច្ចុប្បន្ននៅសល់80ពិន្ទុម្ចាស់ប្រពន្ធសូមប្រយ័ត្ននៅពេលកម្រិតក្តីស្រឡាញ់របស់ពួកគាត់ធ្លាក់ដល់0អ្នកនឹងត្រូវទោសបកត្រឡប់មិនបាច់ប្រញាប់ទេនាងមិនស្ដាប់តាមគ្មិនរំលឹកនឹងត្រូវទទួលទោសចាំមើលនាងឃើញស្បែកលើខ្លួនរលួយភ្នែកខ្វាក់ត្រចៀកថ្លង់ជើងបាក់រលួយអស់ទាំងខ្លួននាងនឹងស្ដាប់បង្គាប់ដោយខ្លួនឯងបើគ្មាននាងទេគ្រួសារឆាយមានតែខ្ញុំជាកូនស្រីស្ងួនគ្នាម្នាក់ពួកគាត់នឹងស្រឡាញ់ខ្ញុំ100%ដូចមុនមិនខានពេលនោះខ្ញុំក៏ឈប់អោកដៃខាងឆ្វេងដែលកំពុងអស់រមាស់តាំងពីលើកទី1ដែលខ្ញុំល្មើសតាមគ្មិនខ្លួនប្រាណខ្ញុំចាប់ផ្ដើមរមាស់ដល់ជម្រៅបេះដូងតាមពិតនេះជាទោសទណ្ឌសោះប៉ុន្តែមិនអីទេឥឡូវខ្ញុំដឹងហើយថាបើក្តីស្រឡាញ់អ្នកផ្ទះខ្ញុំធ្លាក់ដល់0នាងនឹងត្រូវទោសបកត្រឡប់ល្អណាស់ខ្ញុំចាំទុកហើយបន្ទាប់មកខ្ញុំនឹងរៀបចំល្ខោនដ៏ធំឲ្យនាងមើលចុងសប្តាហ៍នេះជាថ្ងៃខួបកំណើតបងប្រុសមិនបានលេចឡើងនៅមុខខ្ញុំសាជាថ្មីអ្នកប្រុសអភិជនគ្មានខ្វះអីនោះទេទោះអាក្រក់មិនដែលស្គាល់ពិភពលោកខាងក្រៅដូចឯងប្រកាសជាមិនដឹងទិញកាដូអីឲ្យគាត់ទេគុំឃើញឆៃសិញហើយមើលទៅរកធំឲ្យសោះតាមពិតគាត់ចូលចិត្តឆ្កែណាស់ជាតិមុនខ្ញុំមិនបានគិតច្រើនចាំពាក្យគ្មិនទុកក្នុងចិត្តរួចក៏ទិញឆ្កែមួយក្បាលជូនគាត់នៅថ្ងៃខួបកំណើតនឹកស្មានមិនដល់ថាធ្វើឲ្យគាត់ភ័យរហូតសន្លប់នៅនឹងកន្លែងទើបតែពេលក្រោយមកទើបខ្ញុំដឹងថាឆៃសិញហើយធ្លាប់ត្រូវឆ្កែខាំដាច់ម្រាមជើងមួយនោះជាវិបរិសារីនិងភាពភ័យខ្លាចធំបំផុតរបស់គាត់មិនថាតែឆ្កែធំឬឆ្កែតូចទេតាំងពីរឿងនោះមកឆៃសិញហើយមិនដែលនិយាយជាមួយខ្ញុំមួយម៉ាត់ទៀតឡើយលើកនេះខ្ញុំបានជូនកូនឆ្មាមួយក្បាលទៅឆៃសិញហើយជាប្រភេទឆ្មារ៉ាកដលពណ៌គ្រីមទាំងស្អាតទាំងទន់ល្មើយគួរឲ្យស្រឡាញ់ខ្លាំងណាស់ទោះបីជាមិនបានជូនឆ្កែតាមគ្មិនប្រាតែឆៃយៈលើកនេះមិនបានទៅរករឿងប្រព័ន្ធទេនាងគិតថាឆ្មានិងឆ្កែដូចតែគ្នាឆៃសិញហើយខ្លាចឆ្កែអញ្ចឹងគាត់ប្រកាសជាស្អប់ឆ្មាដែរហើយក៏ប្រកាសជាស្អប់ខ្ញុំដែលជូនឆ្មាតែនាងមិនដឹងថាឆៃសិញហើយស្រឡាញ់ឆ្មាដែលខ្ញុំជូនខ្លាំងណាស់ព្រោះថាក្មេងស្រីដែលគាត់ស្រឡាញ់ចូលចិត្តអង្អែលឆ្មាខ្លាំងណាស់ចាប់តាំងពីជូនឆ្មារួចមកឆៃសិញហើយក៏ចាប់ផ្ដើមញឹមដាក់ខ្ញុំពេលខ្ញុំហៅគាត់ថាបងគាត់ជប់ជ្រួញចិញ្ចើមមិនពេញចិត្តតែបែរជាញឹមស្ញែងសប្បាយចិត្តដូចត្រូវឆ្នោតឃើញខ្ញុំនិងឆៃសិញហើយស្និទ្ធស្នាលគ្នាឆៃយៈប្រចាំខ្លាំងអាមីថោកទៀបនោះល្មើសគ្មិនប៉ុន្មានដងហើយហើយអ្វីបានជាមិនទាន់រលួយអស់ទាំងខ្លួនទំហំនិងកម្រិតទោសទណ្ឌរបស់គ្មិនគឺកើតឡើងដោយឯកឯងគ្មាននរណាអាចគ្រប់គ្រងបានទេតាមដំណើរការបេសកកម្មជើងនិងពោះរបស់នាងកំពុងតែលួយហើយលើកទី1ដែលខ្ញុំល្មើសគ្មិនខ្លួនប្រាណចាប់ផ្ដើមរមាស់ខ្លាំងបំផុតគឺក្នុងដៃនិងស្មាក់ជើងខ្ញុំបានលេបថ្នាំតែក្នុងដៃនៅតែអស់រលួយលុះរលួយហើយកន្លែងផ្សេងទៀតក៏ចាប់ផ្ដើមរមាស់ខ្លាំងខ្ញុំមិនហ៊ានអស់ទៀតទេព្រោះខ្ញុំដឹងថាតតែលួយមួយកន្លែងទើបបន្តលួយកន្លែងទី2វាមានលំដាប់លំដោយឲ្យតែខ្ញុំមិនអស់ដាច់ស្បែកកន្លែងទី2គ្រាន់តែរមាស់រហូតមិនរលួយទេកន្លែងទី2មិនរលួយក៏មិនរលួយដល់កន្លែងទី3ដែរដូច្នេះឲ្យតែមិនស្លាប់ទោះជារមាស់យ៉ាងណាឈឺយ៉ាងណាក៏ខ្ញុំទ្រាំបានជាតិមុនប៉ាម៉ាក់ប្រាប់ខ្ញុំថាឆាយៀកក៏ជាកូនស្រីក្នុងផ្ទះនេះរហូតដូច្នេះខ្ញុំក៏ចាត់ទុកនាងជាអ្នកផ្ទះម្នាក់ចាត់ទុកជាបងស្រីបង្កើតតែនាងមិនអាចទទួលយកខ្ញុំបានជាតិមួយនេះខ្ញុំក៏មិនអត់អន់ឲ្យនាងទៀតដែរខ្ញុំត្រូវតែជាកូនស្រីតែម្នាក់គត់របស់តកូឆាយថ្ងៃដំបូងដែលមកដល់សាលា KN ខមិនក៏លេចឡើងសារជាថ្មីតួអាក្រក់ក្មេងស្រុកស្រែប្រកាសជាត្រូវពួកអ្នកពូកែសិស្សពូកែនិងពួកកូនអ្នកមានធ្វើបាបរហូតចង់អួតលើកលែងតែនាងបដូរម៉ូដសក់ទាន់សម័យសក់ខ្លីពណ៌បៃតងស្ទីលលយឆាយបំផុតបាននាងកាត់បែបនោះពួកអ្នកប្រុសសាលា KN ប្រកាសជាស្រឡាញ់នាងខ្លាំងណាស់ម្នាក់ដណ្ដើមគ្នាសុំធ្វើមិត្តបោកប្រាស់ខ្ញុំទៀតហើយខ្ញុំមិនធ្វើតាមឯងប្រាប់ទេដើរចូលក្នុងថ្នាក់ខ្ញុំក្រឡេកឃើញឆាយយៈភ្លាមប៉ាម៉ាក់បែរជាផ្លាស់ខ្ញុំមកថ្នាក់ឆាយយៈមិនបាច់គិតក៏ដឹងដែរថានាងកំពុងតែនិយាយអាក្រក់ពីខ្ញុំជាមួយពួកម៉ាក់របស់នាងខ្ញុំមិនខ្វល់ពីនាងទេរកកន្លែងទំនេរមួយអង្គុយចុះខ្ញុំទៅតែអង្គុយក៏ឮក្មេងប្រុសម្នាក់ស្រែកថាក្មេងស្រីម្នាក់នេះស្អាតណាស់ជាស្ទីលដែលខ្ញុំចូលចិត្តឮក្មេងប្រុសក្នុងថ្នាក់ស្រែកភ្ញាក់ផ្អើលឆាយយៈប្រចាំខ្លាំងនាងស្រែកហៅប្រពន្ធថាប្រពន្ធឲ្យឧបករណ៍មកខ្ញុំចង់ធ្វើឲ្យមុខមីស្រីខូចនោះរលួយខ្លងឧបករណ៍គ្មានរបស់ដែលម្ចាស់ប្រពន្ធចង់បានទេហើយកញ្ចប់កាដូអ្នកថ្មីម្ចាស់ប្រពន្ធបានយកហើយបេសកកម្មដែលអ្នកធ្វើសុទ្ធតែបរាជ័យទោះមានឧបករណ៍ម្ចាស់ប្រពន្ធក៏គ្មានពិន្ទុដូដែលហឹមអត់ប្រយោជន៍ពេលសំខាន់គ្មានបានការសោះនៅតែពឹងលើខ្លួនឯងបន្ទាប់ពីចប់ម៉ោងកីឡាទី3តាមផ្លូវខ្ញុំត្រឡប់មកថ្នាក់វិញឃើញកាបូបស្ពីខ្ញុំត្រូវគេក្រវែងចូលកងលាងដៃទឹកជោកអស់ហើយធ្វើម៉េចទៅខមិនខ្ញុំអាចមិនមើលមិនខ្វល់ប៉ុន្តែរឿងធ្វើបាបនេះត្រូវដោះស្រាយម៉េចពេលនោះបងប្រុសខ្ញុំដើរមកពីចម្ងាយឃើញកាបូបរៀនដែលខ្ញុំកាន់ក្នុងដៃមុខរបស់គាត់ប្រែជាខ្មៅងឹតតោះទៅថ្នាក់ជាមួយបងពេលទៅដល់ថ្នាក់បងប្រុសខ្ញុំប្រាប់អ្នករាល់គ្នាថានេះជាប្អូនស្រីខ្ញុំឆៃគូថ្ងៃក្រោយអ្នកទាំងអស់គ្នាគួរសមជាមួយនាងផងទោះបីជា
បងប្រុសខ្ញុំមើលទៅរៀបរយតែគាត់ជាបងធំនៅក្នុងសាលានេះព្រោះគាត់វាយគ្នាកាយខ្លាំងណាស់ឬបងប្រុសខ្ញុំនិយាយសិស្សម្នាក់ទ្រាំមិនបានក៏សួរថាបងឆាយគូជាប្អូនស្រីបងចុះឆាយយិកវិញបងមានប្អូនស្រីប៉ុន្មានអ្នកនឹងឆាយយិកឬគេសួរភ្លាមនោះក៏មានកម្លាំងចិត្តឡើងវិញនិយាយទៅកាន់ប្រពន្ធថាផ្ញើមិនឲ្យខ្ញុំប្រាប់ថាទូអាក្រក់ប្រញាប់ទទួលស្គាល់ថាអញជាប្អូនធေါ်ទៅជីក្មេងកំព្រាសុំមកចិញ្ចឹមមិនអាចឲ្យរឿងអាម៉ាស់កូនពិតកូនខ្លាញ់ដើម្បីពេញសាលាទេតែឆាយយិកមិនទាន់ផ្ញើផងឆាយសិង្ហហើយក៏ស្រែកខ្លាំងថាអូនស្រីខ្ញុំត្រូវគេពោលច្រឡំពេកឆាយគូទៅជាប្អូនស្រីបង្កើតខ្ញុំឆាយយិកពោលច្រឡំតែនាងក៏ជាប្អូនខ្ញុំដែរឬបងប្រុសខ្ញុំនិយាយរួចឆាយយិកមុខងឹតសូន្យស្ទើរតែសន្លប់មិនទាន់បានកន្លះថ្ងៃផងថាខ្ញុំជាប្អូនបងធំដំណឹងថាប្អូនស្រីបង្កើតឆាយសិង្ហហើយក៏ល្បីពេញសាលាប្រុសប៉ុន្មានអ្នកដែលក្រវែងការបូកខ្ញុំក៏មករកខ្ញុំពួកវាបែកមុខបែកមាត់គ្រប់គ្នាខ្ញុំសម្ដែងថាគ្រាន់តែលេងសើចជាមួយខ្ញុំថែមទាំងទិញការបូកថ្មីឲ្យខ្ញុំទៀតតាមពិតគឺបងប្រុសខ្ញុំបានទៅជួបពួកវាកន្លះម៉ោងមុនសុំទោសបងហើយគឺប្អូនស្រីបងជាអ្នកពួកខ្ញុំធ្វើពួកខ្ញុំមិនហ៊ានទៀតទេប្អូនស្រីអញឲ្យពួកឯងក្រវែងការបូកនាងមែនទេរកលេសអីមិនចេះរកលេសឲ្យសំហេតុផលសោះមែនណាបងគឺឆាយយិកឲ្យលុយពួកខ្ញុំទៅរករឿងឆាយគូពួកខ្ញុំក៏មិនដឹងដែរថាឆាយគូជាប្អូនស្រីបងហើយលើកលែងទោសផងពេលនោះឆាយយិកក៏រត់មកដល់នាងមកគឺចង់ខាត់ប្រុសទាំងនោះជាមុនឲ្យលុយកាន់តែច្រើនដើម្បីហាមមិនឲ្យសារភាពតែនាងមកយឺតពេលប្រុសទាំងនោះត្រូវវាមិនទាន់បានប៉ុន្មានដៃផងក៏បានសារភាពរឿងរ៉ាវអស់រលីងឆាយសិង្ហហើយសម្លឹងមើលឆាយយិកដោយភ្នែកពោពេញដោយកំហឹងឆាយយិកសម្ដែងល្ខោនភ្លាមទឹកភ្នែកហូររហាមសុំទោសបងខ្ញុំគ្រាន់តែវង្វេងស្មារតីមួយភាំងបន្ទាប់ពីឆាយគូត្រឡប់មកវិញប៉ាម៉ាក់ស្រឡាញ់នាងបងក៏ស្រឡាញ់នាងឥឡូវនាងមកថ្នាក់ខ្ញុំមិត្តភក្តិខ្ញុំក៏សរសើរថានាងស្អាតអ្នកសុទ្ធតែថាចូលចិត្តនាងខ្ញុំភ័យណាស់ខ្ញុំភ័យខ្លាំងណាស់ខ្ញុំខ្លាចថាអ្នកទាំងអស់គ្នាមាននាងហើយបោះបង់ខ្ញុំបងខ្ញុំពិតជាមិនបានចិត្តណាទេថ្ងៃក្រោយខ្ញុំមិនហ៊ានទៀតទេឆាយសិង្ហហើយជាមនុស្សត្រង់ឮនាងយំខ្លាំងហើយនិយាយគួរឲ្យអាណិតទោះបីជានៅខឹងតែមិនបានទៅវាយនាងមួយដៃដែរគាត់ខំថ្មិញនិយាយទៅកាន់ឆាយយិកមួយម៉ាត់ថាថ្ងៃក្រោយអញហាមចូលចិត្តឆាយគូមួយជំហានបើមានរឿងដូចថ្ងៃនេះទៀតទោះបីជាអញជាប្អូនស្រីក៏អញមិនវាយអញដែរបន្ទាប់ពីឆាយសិង្ហហើយដើរចេញសម្លេងរំលឹករបស់ប្រពន្ធក៏បន្លឺឡើងសារជាថ្មីគោលដៅគ្មិនត្រូវគ្រួសារស្អប់ទេម្ចាស់ប្រពន្ធបរាជ័យលើកទី3បំណងប្រាថ្នារបស់ម្ចាស់ប្រពន្ធចង់បានសម្រស់ស្អាតជាងឆាយគូទ្វេដងមិនបានសម្រេចកម្រិតក្តីស្រឡាញ់របស់អ្នកផ្ទះឆាយមកលើម្ចាស់ប្រពន្ធថយចុះ20ពិន្ទុបច្ចុប្បន្ននៅសល់60ពិន្ទុទោះបីជាលើកនេះឆាយយិកបរាជ័យទៀតតែខ្ញុំក៏មិនស្រួលខ្លួនដែរព្រោះលើកនេះល្មើសខមមិនស្ម័គ្រជើងខ្ញុំកាន់តែរមាស់ខ្លាំងខ្ញុំទ្រាំមិនបានក៏អស់ស្ម័គ្រជើងរហូតដាច់រលួយបន្ទាប់មកដៃខាងឆ្វេងក៏ចាប់ផ្ដើមរមាស់ទៀតមិនបានទេហាមឥឡូវមាន2ផ្លែកន្លែងរលួយហើយកន្លែងដែលរលួយទាំងនោះមិនអាចជាសះស្បើយឡើយកន្លែងរលួយកាន់តែច្រើនខ្ញុំកាន់តែគ្រោះថ្នាក់ខ្ញុំត្រូវតែប្រញាប់កំទេចឆាយយិកមួយខែក្រោយមកលទ្ធផលប្រឡងប្រចាំខែបានចេញហើយលើកនេះពិន្ទុខ្ញុំជាប់លេខ8ប្រចាំថ្នាក់និងកំពូល50នាក់ប្រចាំភូមិសិក្សាទោះបីជាក្រៅពីលេខ3ដើមក៏ដោយតែលេខ8របស់ខ្ញុំក៏គ្រាន់បើជាងលេខបាតតារាងនិងបាតតារាងប្រចាំភូមិសិក្សារបស់ឆាយយិកដែរប៉ាម៉ាក់ដឹងរឿងហើយសប្បាយចិត្តខ្លាំងណាស់ប៉ាក៏ដកកាតខ្មៅមួយសន្លឹកមករង្វាន់ឲ្យកូនស្រីល្អខំប្រឹងបន្តទៀតណាកាត់នេះកូនកាន់ចោះចាយតាមចិត្តទង្វើមួយនេះធ្វើឲ្យឆាយយិកក្តៅក្រហាយភ្នែកនាងប្រញាប់ផ្ញើមិនឲ្យខ្ញុំបដិសេធក្នុងនាមជាតួអាក្រក់គួរតែដឹងថាអ្វីគួរយកអ្វីមិនគួរយកបើឯងយកកាត់នេះឪពុកឯងនឹងគិតថាឯងជាមនុស្សស្រឡាញ់លុយហើយនៅឆ្ងាយពីឯងចុងក្រោយនឹងដេញឯងចេញពីផ្ទះជាតិមុនខ្ញុំប្រឡងបានលេខ1នៅសាលាពូភីងប៉ាក៏រង្វាន់អញ្ចឹងដែរខមមិននេះក៏លេខឡើងដូច្នេះខ្ញុំក៏មិនយកហើយដោយសារខ្ញុំបដិសេធទឹកចិត្តប៉ាជាញឹកញាប់គិតថាទោះបីជាទទួលខ្ញុំមកវិញតែក្នុងចិត្តខ្ញុំនៅតែស្អប់ពួកគាត់បន្ទាប់មកប៉ាក៏កើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរដោយសាររឿងនេះហើយត្រូវលេបថ្នាំយ៉ាងច្រើនជាតិមួយនេះខ្ញុំទទួលយកកាត់យ៉ាងសុភាពអរគុណប៉ាខ្ញុំនឹងខំប្រឹងបន្តទៀតឃើញខ្ញុំមិនខ្វល់ពីក្មេងតែជាទទួលយកកាត់យ៉ាងរហ័សឆាយយកក្តៅភ្នែកមិនខ្វល់ពីការសម្ដែងរកធំទៀតឡើយស្រែកយំខ្លាំងថាប៉ាមិនដែលឲ្យកាត់ខ្មៅមកខ្ញុំសោះអ្នកទាំងអស់គ្នាមិនថាទោះបីជានាងមកវិញក៏នៅតែចាត់ទុកខ្ញុំជាកូនបង្កើតស្រឡាញ់ស្មើគ្នាឥឡូវអ្នកទាំងអស់គ្នាលំអៀងបែបនេះចង់ដេញខ្ញុំចេញមែនទេពេលខ្ញុំទៅតែមកវិញឆាយយិកសម្ដែងបែបនេះអាចធ្វើឲ្យប៉ាម៉ាក់មានវិបត្តិសារីតែខ្ញុំបានមកដោយសារសមត្ថភាពប្រឹងប្រែងរបស់ខ្ញុំពួកគាត់មិនបានលំអៀងឯណាទង្វើយំទាមទារភាពអាណិតរបស់ឆាយយិកធ្វើឲ្យប៉ាកាន់តែមិនពេញចិត្តនឹងនាងគាត់និយាយត្រជាក់ស្រជុំថាសាលា KN តម្រូវការខ្ពស់សាលាចាស់របស់ឆាយគូកម្រិតខុសគ្នាច្រើនណាស់នាងនៅតែអាចទទួលបានពិន្ទុបែបនេះអាចគិតឃើញថានាងប្រឹងប្រែងយ៉ាងណាខ្លះបើឯងចង់បានរង្វាន់ស្មើគ្នានឹងនាងអញ្ចឹងបង្ហាញអាកប្បកិរិយានិងសមត្ថភាពលើកក្រោយបើឯងប្រឡងបានពិន្ទុស្មើឆាយគូប៉ានឹងឲ្យដូចគ្នាឆាយយិកត្រូវបាត់មាត់ឈឹងពេលនោះប្រព័ន្ធរបស់ឆាយយិកក៏លេចឡើងសារជាថ្មីគោលដៅមិនត្រូវគ្រួសារស្អប់ទៀតទេម្ចាស់ប្រព័ន្ធបរាជ័យម្ដងទៀតបំណងប្រាថ្នារបស់ម្ចាស់ប្រព័ន្ធចង់បានប្រុសស្អាតមានលុយស្រឡាញ់ខ្ញុំស្ទើរស្ទះមិនបានសម្រេចម្ដងទៀតក្តីស្រឡាញ់របស់អ្នកផ្ទះឆាយមកលើម្ចាស់ប្រព័ន្ធថយចុះ10ពិន្ទុបច្ចុប្បន្ននៅសល់50ពិន្ទុតាមឡើយដោយសារខ្ញុំបានកាត់ខ្មៅធ្វើឲ្យឆាយយិកក្តៅក្រហាយស្ទើររលាកឬប្រព័ន្ធនិយាយទៀតកាន់តែឈួតចិត្តខ្លាំងនាងផ្ញើមិនជាច្រើនមកឲ្យខ្ញុំអ្វីដែលនាងផ្ញើមកប្រហែលជាសុទ្ធតែពាក្យហាមឃាត់ហើយខមមិនក៏បិទដោយស្វ័យប្រវត្តិមិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធរបស់នាងថែមទាំងព្រមាននាងថាដោយសារតែផុសខ្លឹមសារមិនល្អញឹកញាប់ពេកខមមិនត្រូវបិទប្រព័ន្ធរយៈពេល3ថ្ងៃថ្នាក់យើងផ្អែកលើពិន្ទុសិស្ស10នាក់ដំបូងអាចជ្រើសរើសកន្លែងអង្គុយតាមចិត្តខ្ញុំជ្រើសរើសអង្គុយជាមួយក្មេងប្រុសម្នាក់ឈ្មោះលីយ៉ានីព្រោះគេជាប្រុសដែលឆាយយិកស្រឡាញ់
ទន្ទឹមនឹងនេះលីយ៉ានៀនក៏ជាកូនប្រុសរបស់អ្នកបើកបរឲ្យប៉ាខ្ញុំតាមពិតដោយសារពិន្ទុរបស់គេគួរតែនៅថ្នាក់ពិសេសដែលពូកែបំផុតនៅសាលា KM តែដោយសារឆាយាបង្ខំគេទើបគេមកនៅថ្នាក់ធម្មតានេះប៉ារបស់លីយ៉ានៀនជាមនុស្សម៉ាក់មានជំងឺបេះដូងចង់ព្យាបាលជាយ៉ាងហោចណាស់ត្រូវអស់50,000 យន់គ្រួសារគេបច្ចុប្បន្នមានតែប៉ារបស់គេម្នាក់គត់ដែលរកលុយឆាយាបន្ទាប់ពីស្រាវជ្រាវដឹងពីទុក្ខលំបាកគ្រួសារគេក៏យកការងារប៉ារបស់គេមកគំរាមបង្ខំឲ្យគេស្ដាប់បង្គាប់នាងជាតិមុនលីយ៉ានៀននិងខ្ញុំស្ទើរតែលោតសម្លាប់ខ្លួននៅកន្លែងតែមួយខ្ញុំផ្ដើមរាប់អានលីយ៉ានៀនមុនសួស្ដីខ្ញុំឈ្មោះឆៃខូប៉ុន្តែលីយ៉ានៀនមិនខ្វល់ពីខ្ញុំទេប្រហែលជាគេគិតថាខ្ញុំនិងឆៃយាជាមនុស្សដូចតែគ្នាហើយចាប់តាំងពីខ្ញុំនិងលីយ៉ានៀនអង្គុយជាមួយគ្នាឆៃយាតែងតែសម្លឹងមើលខ្ញុំដោយកែវភ្នែកពីស្ពូលពេលទៅដល់ផ្ទះខ្ញុំបានប្រាប់ពីស្ថានភាពគ្រួសារលីយ៉ានៀនទៅម៉ាក់ក៏ភ្ញាក់ផ្អើលថាប៉ាលីបើកឡានឲ្យផ្ទះយើងច្រើនឆ្នាំហើយមិនក៏មិនដែលឮគាត់និយាយសោះឆៃខូអញ្ចេះម៉ាក់វេលុយ50,000 យន់ឲ្យកូនយកទៅបង់ថ្លៃព្យាបាលឲ្យម៉ាក់គេទៅថ្ងៃបន្ទាប់លីយ៉ានៀនក៏បានដឹងរឿងនេះគេនិយាយជាមួយខ្ញុំមុនជាលើកដំបូងប៉ុន្តែសម្ដីត្រជាក់ស្រជុំដូចទឹកកកនិយាយមកនាងចង់ឲ្យខ្ញុំធ្វើអីសម្ដែងធ្វើជាសង្សារមែនទេសំជាអ្នកផ្ទះតែមួយមែនខ្ញុំមិនមែនស្រឡាញ់អញទេខ្ញុំក៏មិនចង់ស្រឡាញ់គ្នាក្នុងវ័យរៀនដែរខ្ញុំគ្រាន់តែទៅភ្នែកនឹងឆៃយាឯងកុំបារម្ភទោះបីជានាងប្រចាំនាងក៏មិនហ៊ានធ្វើអីឯងដែរបើជានាងចង់ចាត់ការក៏ចាត់ការតែខ្ញុំការដោះដូរមួយនេះឯងមានតែចំណេញគ្មានខាតទេឆៃយារឿងអីក៏នាងហ៊ានធ្វើដែរនាងប្រកាសជាចង់ធ្វើបែបនេះមែនទេខ្ញុំដឹងបើមិននាងស្លាប់ក៏ខ្ញុំស្លាប់ដែរមិនមែនដូចជាតិមុនទេមាននរណាដឹងថាចុងក្រោយអ្នកណាស្លាប់ពិតប្រាកដឡើយបន្ទាប់មកខ្ញុំនិងលីយ៉ានៀនតែងតែដើរជាគូជាមួយគ្នារាល់ថ្ងៃគ្រប់កន្លែងឆៃយាឃើញទស្សនវិជ្ជានេះមុខខ្មៅងឹតខ្លាំងណាស់ខ្ញុំដឹងថានាងរៀបចេញក្បាច់ហើយតែនេះជាអ្វីដែលខ្ញុំចង់បានតាប្រកាសមែនតាមផ្លូវត្រឡប់ទៅផ្ទះបន្ទាប់ពីរៀនយប់មានអ្នកលេងបាតុសង្គម3នាក់លេចមុខនៅចំពោះមុខខ្ញុំប៉ុន្តែខ្ញុំមិនបានខ្លាចឡើយព្រោះនៅពីក្រោយខ្ញុំក៏មានមនុស្សលេចមុខដែរបងប្រុសខ្ញុំលីយ៉ានៀននិង2នាក់ដែលធ្លាប់ប្រវែងការបូកខ្ញុំមួយនាទីក្រោយមកអ្នកលេងបាតុសង្គម3នាក់ក៏ត្រូវបងប្រុសខ្ញុំនឹងគ្នាវាយផ្ដួលលើដីខ្ញុំឃើញឆាយយាពួននៅចិត្តនោះសម្លឹងមើលមកទីនេះរហូតឃើញសភាពការមិនស្រួលនាងក៏ងាកក្រត់បាត់ទៅមិនយូរប៉ុន្មានខ្ញុំក៏ឮសំឡេងប្រព័ន្ធរបស់ឆាយយាក្តីស្រឡាញ់របស់អ្នកផ្ទះមកលើម្ចាស់ប្រព័ន្ធថយចុះ30ឥឡូវនៅសល់តែ20ពិន្ទុប៉ុណ្ណោះនៅពេលក្តីស្រឡាញ់ស្មើសូន្យម្ចាស់ប្រព័ន្ធនឹងត្រូវទោសបកត្រឡប់មើលទៅបងប្រុសខ្ញុំក៏បានឃើញឆាយយាដែលរត់គេចដែរដឹងថានាងជាអ្នកធ្វើបាបខ្ញុំទៀតហើយដូច្នេះមនោសញ្ចេតនាបងប្អូនដែលនៅសល់បន្តិចបន្តួចក៏លីសូនឲ្យឈឹងដែរឆាយយាលើកនេះរត់រួចមិនបានត្រឡប់មកផ្ទះត្រកូលឆៃទេក៏មិនបានមកសាលាទៀតដែរតែខ្ញុំនៅតែមើលឃើញប្រអប់សាររវាងនាងនិងប្រព័ន្ធនាងយកជីវិតទៅគំរាមប្រព័ន្ធទាលយកឧបករណ៍ផ្សេងទៀតប្រព័ន្ធធ្វើមិនបានចុងក្រោយនាងរអ៊ូតមទារហូតប្រព័ន្ធទ្រាំមិនបាន